គាត់បានដាក់ថ្នាំពុលលើអាហារពួកគេថែមទាំងបានទាមទារប្រាក់លុះចំនួន$20 លានពីថៅកែដោយផ្ទាល់ទៀតផងបើមិនដូច្នោះទេលេខាធិការនឹងមិនត្រូវបានផ្ដល់ថ្នាំបន្សាបទេដើម្បីអាចសន្សំបានលេខាធិការដែលធ្វើការទាំងយប់ទាំងថ្ងៃឲ្យខ្ញុំចៅហ្វាយគ្មានជំរើសអ្វីក្រៅពីខាំគ្រាប់កាំភ្លើងនោះទេខ្ញុំបានសន្យាថានឹងទៅយកថ្នាំបន្សាបពី Fat Master ប៉ុន្តែចៅហ្វាយដែលគ្មានសិលធម៌នេះមានចិត្តចូលចិត្តបោកប្រាស់ថងលុះដែលគាត់រៀបចំនោះពេញទៅដោយកាសែតគ្មានមួយកាក់មួយសេនទេឃើញដូច្នេះថៅកែក៏ឆក់យកថ្នាំបន្សាបពីដៃចុងភៅធាត់នោះបន្ទាប់មកគាត់បានបន្តដើរនឹងទាត់គ្រូបង្រៀនធាត់នោះការបញ្ចេញកំហឹងរបស់គាត់ប៉ុន្តែប្រឈមមុខនឹងការវាយដំរបស់ចៅហ្វាយទោះជាយ៉ាងណាក៏ដោយ Fat Master នៅតែស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់មិនញើសតតែសោះវាបង្ហាញថាគ្រូធាត់រូបនេះត្រូវបានរៀបចំរួចរាល់ហើយតាំងពីដើមមកគាត់នៅលើដបថ្នាំលាបជាមួយគ្រឿងទេសមួយផ្សេងទៀតគ្រឿងទេសនេះក៏គ្មានពណ៌និងគ្មានក្លិនដែរក្រហមចាស់វាក៏មានក្លិនក្រអូបស្រាលផងដែរការប៉ះពាល់នឹងស្បែកនឹងបណ្ដាលឲ្យមានដំបៅរាលដាលពីពេញគាត់ប្រកាសជានឹងស្លាប់ក្នុងរយៈពេល3ថ្ងៃថៅកែមានការភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីបានលើអ្វីដែលមេចុងភៅធាត់នោះនិយាយជើងរបស់គាត់ក៏រេរ៉ាភ្លាមហើយគាត់ក៏លុតជង្គង់អង្វរគ្រូធាត់ឲ្យមេតាក់រណាប៉ុន្តែចៅហ្វាយធាត់នោះមិនមានបំណងឲ្យគាត់ចេញដោយងាយស្រួលនោះទេបន្ទាប់មកគាត់បានយកថ្នាំមួយគ្រាប់ដែលមានឈ្មោះថាដុតថ្នាំបំបត្តិការឈឺចាប់នេះប៉ុន្តែជាថ្នាំគ្រាប់មួយដែលនឹងមិនធ្វើឲ្យបេះដូងអ្នកខូចឡើយគំរាមថៅកែឲ្យលេបវានៅនឹងកន្លែងដើម្បីជួយសង្គ្រោះជីវិតខ្លួនឯងថៅកែគ្មានជំរើសទេគាត់អាចលេបថ្នាំគ្រាប់បានតែដោយដៃញ័រប៉ុណ្ណោះមុននឹងចាក់ចេញចៅហ្វាយធាត់បានលេបថ្នាំពីរគ្រាប់ទៀតដែលធ្វើឲ្យបេះដូងខូចឲ្យថៅកែយកវាទៅឲ្យលេខាធិការមន្ទីរពេទ្យបន្ទាប់ពីត្រឡប់ទៅមន្ទីរពេទ្យវិញថៅកែបានលេបថ្នាំមួយគ្រាប់យ៉ាងរហ័សបានផ្ដល់អាហារដល់លេខាធិការមិនយូរប៉ុន្មានក្រោយមករង្វង់ខ្មៅងឹតរបស់លេខាធិការបានបាត់ទៅវិញគាត់បានរួចរស់ជីវិតដោយអត់ភូតហេតុសូម្បីតែគ្រូពេទ្យដែលមានវត្តមានមនុស្សគ្រប់គ្នាយល់ថារឿងនេះមិនគួរឲ្យជឿនៅថ្ងៃបន្ទាប់ថៅកែនិងលេខាធិការមនុស្សភ្នែកខ្លាឃ្មុំពីរនាក់នោះបានត្រឡប់ទៅធ្វើការវិញពួកគេបានរងចាំអស់រយៈពេលយូរខ្ញុំមិនមានអារម្មណ៍ថាមានផលប៉ះពាល់នៃថ្នាំនោះទេខ្ញុំបានធូរស្រាលបន្តិចម្ដងពួកគេគិតថាគ្រូធាត់គ្រាន់តែព្យាយាមបំភ័យពួកគេប៉ុណ្ណោះដូចជាអ្នកទាំងពីរកំពុងរីករាយដោយសម្ងាត់ភ្លាមនោះអារម្មណ៍ក្តៅដែលមិនអាចទ្រាំទ្របានបោកបក់ពីពេញរាងកាយរបស់ខ្ញុំពួកគេទាំងពីរនាក់មិនអាចទ្រាំទ្របានទេខ្ញុំអាចដោះអាវធំរបស់ខ្ញុំចេញបានស្លៀកសម្លៀកបំពាក់ស្រាលហើយបែរមុខទៅម៉ាស៊ីនត្រជាក់សកម្មភាពចម្លែក